បាទសូមជម្រាបសួរហើយក៏សូមស្វាគមន៍លោកអ្នកនាងមកកាន់ Channel YouTube SSW Insight បាទនៅក្នុងពេលនេះខ្ញុំបាទតាំងសារ៉ាដានឹងធ្វើកិច្ចសម្ភាសន៍ពិសេសមួយជាមួយនឹងលោក Don Lam ដែលជាប្រធានក្រុមហ៊ុន Bayon Connection Bayon Connection គឺជាក្រុមហ៊ុនមួយដែលនាំអង្គរពីប្រទេសកម្ពុជាមកលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកបាទសូមជម្រាបសួរលោក Don Lam បាទជម្រាបសួរបងតាំងសារ៉ាដាបាទលោក Don Lam តើក្រុមហ៊ុនរបស់លោកនេះបានចាប់ផ្ដើមក្នុងការនាំអង្គរចូលលក់មកកាន់ទីផ្សារសហរដ្ឋអាមេរិកហ្នឹងចាប់ពីពេលណាមកដែរបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាហើយខ្ញុំអរគុណបងតាំងសារ៉ាដាម្ដងទៀតតែបានផ្ដល់ឱកាសសម្ភាសខ្ញុំការពិតក្រុមហ៊ុនយើងខ្ញុំចុះបញ្ជីពី2022ប៉ុន្តែយើងទឹមតែយកអង្គរមកក្នុង2026នេះទេដោយសារយើងមានរវល់ច្រើនហើយទឹមដល់ពេលឃើញមានការចលុះរវាងប្រទេសជិតខាងជាមួយយើងហើយយើងក៏ចង់ជួយប្រទេសជាតិយើងហើយយើងក៏ធ្វើឲ្យសន្ទុះរបស់ការចង់បានរបស់យើងធ្វើឲ្យឈានទៅដល់ការយកចូលមកអង្គក្នុង2026ខែ4ចុងខែ4យើងបានយកអង្គរំដួលអង្គរហ្នឹងមកដល់ស្រុកអាមេរិកបាទរំដួលអង្គរហើយនឹងដូចថាអង្គរផ្ការរំដួលមិនអញ្ចឹងនៅស្រុកខ្មែរយើងតែងតែញ៉ាំអង្គរផ្ការរំដួលហើយភាគច្រើនហ្នឹងអ្នកខ្លះហ្នឹងស្គាល់អង្គរផ្ការម្លិះប៉ុន្តែនៅទីផ្សារខាងក្រៅនៃប្រទេសកម្ពុជាទីផ្សារអន្តរជាតិភាគច្រើនគេស្គាល់ថាជាអង្គរផ្ការម្លិះតើលោកអាចរៀបរាប់បញ្យលទស្សនិកជនបានទេអ្វីទៅជាអង្គរផ្ការរំដួលអ្វីទៅជាអង្គរផ្ការម្លិះបាទព្រោះថាអង្គរពីរនេះបើដូចច្រឡំគ្នាបន្តិចឈ្មោះនេះបាទលោកអាចរៀបរាប់បានការពិតទៅអង្គររំដួលហើយនិងអង្គរម្លិះគឺអង្គរតែមួយទេម្លិះអង្គរគឺជា brand international brand ដែលយើងក្នុង Rice Federation គេដាក់មកប៉ុន្តែពូជអង្គរម្លិះអង្គរនេះគឺពូជរំដួលវាជាតែមួយទេប៉ុន្តែដោយសារដល់ពេលយើងចេញទៅក្រៅយើងប្រម៉ូទទៅក្រៅយើងដាក់ថា Jasmine ចឹងដល់យើងបកប្រែមកភាសាយើងវិញជាម្លិះបាទហើយចាប់តាំងពីលោកនាំអង្គររំដួលនេះបាទរំដួលអង្គរនេះបាទឈ្មោះ brand នេះជាឈ្មោះអង្គរដែលក្រុមហ៊ុនរបស់លោក Bayon Connection នឹងនាំចូលមកកាន់សហរដ្ឋអាមេរិកហ្នឹងតើបានលក់ទៅកាន់រដ្ឋណាខ្លះដែរឬក៏សម្រាប់តែរដ្ឋ North Carolina នេះតែមួយទេបាទចឹងអរគុណសំណួរនេះគឺសំណួរល្អដែរហើយតាំងពីយើងចាប់ផ្ដើមនាំចូលអង្គរនេះយើងក៏បានផ្សព្វផ្សាយជាទូលំទូលាយដែរយើងបានបើបងប្អូនបានមើលឃើញរូបថតនេះគឺរូបថតដៃគូខ្ញុំនៅស្រុកខ្មែរអញ្ចឹងក្រុមហ៊ុនយើងមិនមែនជាក្រុមហ៊ុនដែលគ្រាន់តែនៅស្រុកអាមេរិកទេយើងមានសាខារបស់យើងនៅស្រុកខ្មែរហើយនេះជាដៃគូរបស់យើងគាត់ឈ្មោះធីតាហើយបងប្អូនប្រហែលស្គាល់គាត់តាមរយៈ YouTube របស់គាត់ធីតា Cooking TV ហើយគាត់ចូលចិត្តធ្វើម្ហូបឲ្យកុមារកំព្រាហើយក្មេងៗនៅក្នុងស្រុកនៅកន្លែងផ្សេងដែលត្រូវការអញ្ចឹងជាដៃគូល្អមួយសម្រាប់យើងហើយគាត់បានបង្ហាញរៀបរាប់ពីការដែលយើង design ចាប់ដើមយើងចាប់ដៃធ្វើការជាមួយគ្នាយើង design ហើយជ្រើសហេតុអីកាន់យើងជ្រើសយករូបគាត់ហើយយករូបអង្គររបស់យើងអង្គរវត្តហើយនឹងរូបអង្គរនេះរបស់យើងសំណួររបស់ខ្ញុំបាទចង់សួរលោកចេះថាតើអង្គរការរំដួលនេះបាទអង្គររំដួលនេះលោកនាំយកមកលក់ហ្នឹងនៅក្នុងទីផ្សារណាខ្លះនៅក្នុងសហរដ្ឋអាមេរិកឬក៏តែរដ្ឋ North Carolina មួយទេឬក៏មានតាមបណ្ដារដ្ឋផ្សេងទៀតបាទអូខេ yeah so មុនពីពេលដែលយើងយកមកយើងក៏បានផ្សព្វផ្សាយទៅគ្រប់កន្លែងហើយមានបងប្អូនច្រើនពីរដ្ឋផ្សេងដូចកា California, Rhode Island, Connecticut, Seattle ទីក្រុង Seattle ផ្សេងគាត់បានថាកន្លែងរបស់គាត់មិនទាន់មានអង្គររបស់យើងទេហើយកន្លែងខ្លះក៏អត់មានអង្គរខ្មែរដែរហើយពួកគាត់ចង់ឲ្យយើងយកអង្គរនេះទៅដល់កន្លែងគាត់ដែរប៉ុន្តែមកដល់ឥឡូវនេះយើងបានចូលត្រឹមតែ3រដ្ឋទេគឺរដ្ឋ North Carolina, South Carolina និង Georgia ដោយសារយើងមិនទាន់រកដៃគូឃើញនៅតំបន់ផ្សេងហើយយើងក៏ព្យាយាមតាក់ទងទៅ store នៅរដ្ឋផ្សេងដែរប៉ុន្តែភាគច្រើនពួកគាត់ថាគាត់មានអង្គរខ្មែរយើងច្រើនចូលមកដែរហើយនេះជាការមោទនភាពមួយដែរសម្រាប់យើងមិនមែនថា
ចាំបាច់តែក៏រំដួលយើងមកទៅយើងបានសบายយើងបានអត់ទេអត់ទេថាអូខេក៏ product ខ្មែរយើងចូលមកដល់គឺយើងអត់សบายទាំងអស់គ្នាហើយគោលបំណងរបស់យើងគឺមិនមែនប្រកួតជាមួយខ្មែរទេគឺប្រកួតដើម្បីផ្ដល់ដោយតែកិត្តិយសរបស់ product ខ្មែរយើងមកដល់អន្តរជាតិមកដល់ស្រុកអាមេរិកឬស្រុកក្រៅពីអាមេរិកទៀតដូចជា Latin America ឬក៏ស្រុកផ្សេងៗទៀតចាប់តាំងពីលោកនាំចូលអង្គរនេះមកកាន់សហរដ្ឋអាមេរិកហ្នឹងបានប្រមាណតោនហើយយើងយកមកលើកដំបូងយើងយកមក25តោន25តោនបាទឥឡូវអង្គរហ្នឹងលក់អស់ហើយឬនៅឬក៏នៅសល់នៅក្នុងឃ្លាំងនិយាយឲ្យត្រង់ទៅយើងពិបាកក្នុងការលក់ដែរពិបាកក្នុងការលក់ដោយសារទី1គឺអង្គរខ្មែរយើងវាមិនទាន់មាន brand recognition អញ្ចឹងសម្រាប់ពួកកាំងឬអាស៊ីផ្សេងទៀតដែលមិនមែនជាខ្មែរយើងគេមិនទាន់ស្គាល់អញ្ចឹងក្នុងរយៈ 5-6 ខែនេះយើងកំពុងតែផ្សព្វផ្សាយទេគឺផ្សព្វផ្សាយហើយអញ្ចឹងយើងលក់មិនទាន់បានពាក់កណ្ដាលទេហើយទី2គឺយើងលក់តាម distribution មានន័យថាយើងអត់បានផ្ដល់ទៅការលក់តាមរវាងគ្នាយើងទៅវិញទៅមកបងប្អូនទៅវិញទៅមកទេពីព្រោះយើងមានកងត្រាជាមួយdistribution network ហើយគេទិញគេយកមកគេមិនទិញទេគេយកមកគេថាគេនឹងជួយ distribute ឲ្យយើងទៅ store ផ្សេងៗចាយទៅ store ផ្សេងៗប៉ុន្តែដោយសារអញ្ចឹងហើយយើងមិនអាចលក់ចេញក្រៅទៅឲ្យបងប្អូនយើងតាមការចាត់របស់យើងចង់បានទេពីព្រោះយើងចង់ផ្សព្វផ្សាយឲ្យទូលាយឲ្យបានគ្រប់ store ចុះហេតុអីបានជាលោកមិនតាក់ទងជាមួយនឹង Costco ក៏ដូចជា Walmart ឬក៏ផ្សារធំរបស់អាមេរិកបាទរឿងនេះយើងកំពុងតែធ្វើដំណើរទៅឈានទៅដល់តាក់ទងជាមួយហើយយើងមានក្នុងស្រុកអាមេរិកនេះយើងមានក្រុមការងារយើងមិនមែនជាខ្ញុំតែម្នាក់ឯងទេខ្ញុំជា founder មែនពិតប៉ុន្តែអ្វីដែលយើងធ្វើគឺមានpartner business partner ហើយសិតជាខ្មែរយើងទាំងអស់គ្នាខ្មែរយើងខ្មែរក្រមយើងហើយយើងគឺគោលដៅគឺដើម្បីផ្ដល់ជំនួយដល់តិចតួចដែលយើងអាចធ្វើបានជំនួយដល់កសិករជំនួយដល់ខ្មែរយើងហើយជំនួយដល់ការ brand recognition របស់ product ខ្មែរ Cambodia របស់យើងបាទអរគុណច្រើនលោក Don Lam ហើយមួយទៀតពាក់ព័ន្ធទៅនឹងអង្គរនេះយើងមែនតែនទៅនៅពេលដែលយើងយកមកលក់នៅក្នុងទីផ្សារអាមេរិកនេះគឺគេហៅថា Cambodian Premium Jasmine Rice មិនអញ្ចឹងទេបាទគេស្គាល់ថាជាអង្គរផ្កាម្លិះបាទហើយអង្គរនេះទៀតសោតលោកថាឥឡូវនេះកំពុងតែលក់នៅក្នុងរដ្ឋបានតែ3រដ្ឋទេឬគឺរដ្ឋ North Carolina South Carolina Georgia ចុះបើសិនបើបងប្អូនខ្មែរដូចជានៅ Philadelphia Lowell Massachusetts ក៏ដូចជា California នៅ Long Beach នៅបណ្ដារដ្ឋផ្សេងៗទៀតដែលគាត់ចង់បានអង្គរហ្នឹងយកទៅលក់នៅទីផ្សារ grocery store របស់ពួកគាត់ដែរតើគាត់ត្រូវតាក់ទងរបៀបម៉េចត្រូវ approach អូនរបៀបម៉េចបាទអរគុណយើងមានការទំនាក់ទំនងមានតាម website របស់យើង beyondconnection.com ហើយតាម Facebook page របស់យើង Beyond Connection ហើយតាមទូរស័ព្ទក្នុងទូរស័ព្ទនេះខ្ញុំក្នុងដាក់ website ហើយនឹងក្នុងដាក់ក្នុង website ហើយនៅក្នុង Facebook មានទូរស័ព្ទ office យើងemail យើងក៏បាន contact@beyondconnection.com ហើយយើងអាចចាត់ជញ្ជូនបានបើថាបងប្អូនជា warehouse ជាឃ្លាំងហើយជា distribution network ដែលជាទ្រង់ទ្រាយធំយើងអាចជូនមកទាំង container ក៏បានដែរពីព្រោះក្រុមហ៊ុនពួកខ្ញុំគឺ certified importer មានន័យថាយើងមាន import license import training រួចហើយពី FDA អញ្ចឹងយើងយកអង្គហើយនឹងយកអីផ្សេងទៀតក៏បានដែរឲ្យតែមានដៃគូអានេះសំខាន់គឺយើងកំពុងរកដៃគូហើយយើងកំពុងស្វែងរកបងប្អូនខ្មែរយើងដែលចង់ជួយដោយការរួមគ្នាក្នុងចលនាដើម្បីជួយជាតិដើម្បី promote បំផុសបំផុល product ខ្មែរយើងចូលមកដល់ស្រុកអាមេរិកបានអរគុណច្រើនលោក Don Lam ពាក់ព័ន្ធទៅនឹងការនាំចូលអង្គនេះមកដែរតើលោកនាំចូល direct ពីស្រុកខ្មែរមកឬក៏ត្រូវមានអ្នកដែលមនុស្សកណ្ដាលមួយដើម្បីនាំមក
គាត់អាចតាក់ទងយកអង្គហ្នឹងមកលក់ឲ្យលោកអញ្ចឹងណាដោយថាឆ្លងកាត់មនុស្សកដាលឈ្មោះកដាលអីចឹងទៅបាទតើ Yeah ការធ្វើ business របស់លោកហ្នឹងរបៀបម៉េចបាទ Okay yeah សំណួរនឹងល្អដែរហើយអរគុណខ្ញុំជាអ្នក direct importer ហើយខ្ញុំផ្ទាល់មាន certified FSVP importer អញ្ចឹងខ្ញុំទិញផ្ទាល់ហើយដៃគូរបស់ខ្ញុំគាត់ជាអ្នកសម្ភារឃ្លាំងអ្នកអង្គអ្នកគេហៅអ្នកកិនករោងចក្រកិនស្រូវណារោងចក្រកិនស្រូវមុនយើងជ្រើសរើសរោងចក្រកិនស្រូវមួយយើងបានសម្ភារពួកគាត់អស់ហើយយើងបានសម្ភារការយើងមើលតម្លៃរបស់ពួកគាត់តម្លៃមានន័យថាគាត់យល់អារម្មណ៍ដល់បងប្អូនខ្មែរយើងអ្នកធ្វើស្រែចម្ការអត់ហើយគាត់មើលដូចថាមើលគាត់ផ្ដល់តម្លៃឲ្យខ្មែរយើងអត់ដល់ដូចថាខ្មែរយើងអ្នកជនបទបើគាត់យល់អ្វីដែលយើងចង់បានហើយនឹងយើងបានកងត្រាជាមួយគាត់អូខេយើងរួមទិញកងពួកគាត់អញ្ចឹងយើងអត់មែនតែឃ្លាំងតែរោងចក្រតែមួយតែគឺរោងចក្រយើងពី3រោងចក្រដែលយើងកងត្រាជាមួយដែលយើងទិញកយើងមកបាទចង់ដឹងដែរថាតើថង់កនេះការ design កនេះតើវាមានការធ្វើឡើងដោយស្របតាមស្តង់ដារជាលក្ខណៈអន្តរជាតិហ្នឹងកម្រិតណាដែរទៅព្រោះថាមានការរិះគន់កន្លងមកដោយថាការ design ថង់កហ្នឹងថាអ្នកខ្លះថាខំនឹងប្រើរូបភាពនឹងច្រើនពេកអាចចំណាយគ្រាន់តែ design ដាក់ថាមានរូបមនុស្សរូបអីហ្នឹង color នឹងច្រើនពេកក៏វាអស់លុយទៅតាមនឹងដែរសម្រាប់ក្រុមហ៊ុនរបស់លោកយល់បែបណាអំពីការរិះគន់នេះខ្ញុំមិនដឹងសម្រាប់ design របស់គេទេប៉ុន្តែ design របស់យើងគឺ standard គឺមានdesign នេះយើងឆ្លងកាត់ professional designer ហើយទោះបីយើងជាអ្នក design នៅមែនពិតប៉ុន្តែយើងឲ្យគេមើលថាអូខេអានេះទទួលយកបានអត់អញ្ចឹងវាមិនមែនជាគ្រាន់តែយើងចង់ដាក់ពេញទៅពីទៅគឺមាន professional designer ពិតប្រាកដបាទ designer ពិតប្រាកដបាទអូអរគុណច្រើនលោកនិយាយអាចរៀបរាប់បន្តិចបានទេអំពីថាតើសប្តាហ៍នេះលោកបានទទួលនៅការវិយតម្លៃបែបណាអំពីពលរដ្ឋអាមេរិកហ្មងកុំនិយាយថាពលរដ្ឋខ្មែរឥឡូវយើងនិយាយពលរដ្ឋអាមេរិកជនជាតិអាមេរិកដែលគាត់បានហូបអង្គហ្នឹងហើយបានទិញអង្គហ្នឹងយកទៅប្រើប្រាស់ភាគច្រើនគេថាអង្គយើងក្អូបបាទក្អូបហើយឈ្ងុយក្អូបហើយទុនល្មមហើយទទួលយកបានហើយគេឥឡូវយើងបានលក់ដល់ Mexico ដែរ Mexican ពួកជនជាតិ Mexican ក៏គេបានទិញហើយគេបានធ្វើក្នុង restaurant របស់គេហើយខ្ញុំបានបង្ហាញវីដេអូមួយដែលយើងបានទៅដល់ restaurant របស់គេហើយគេបង្ហាញរបៀបគេធ្វើហើយគេថាឆ្ងាញ់មែនតើហើយអង្គដែលគេទិញពីមុនដំបូងមកគេនឹងបដូរយកអង្គយើងវិញទៅប្រើបាទលោកបានកំណត់ឃើញ restaurant ឬក៏ភោជនីយដ្ឋានណាខ្លះនៅក្នុងរដ្ឋដែលលោកកំពុងរស់នៅនេះបានប្រើប្រាស់នៅអង្គនេះបាទអូខេឥឡូវយើងដូចខ្ញុំនិយាយពីដើមយើងមានក្នុង Georgia យើងមាន restaurant Colonial Kitchen នៅ Georgia ហើយនៅស្រុក North Carolina នេះយើងមាន Rise and Shine restaurant Rise and Shine ហើយមាន restaurant មួយទៀត Tokyo Express ហើយប៉ុន្តែ restaurant យើងមិនទាន់បានចូលទៅលេទេប៉ុន្តែ store បើយើងរៀបរាប់ពី store យើងមាន A Market នៅ Greensboro យើងមានផ្សារខ្មែរយើងបាត់ដំបង Market ហើយផ្សារវៀតណាមម៉ែកុងនៅ Greensboro ហើយមួយទៀតគឺ Super G បើនិយាយពីនៅខាង Charlotte យើងនៅខាង Asian Market យើងលក់នៅកន្លែង Asian Market រួចS&W បាទនៅរដ្ឋធានី Washington ឯនោះតំបន់រដ្ឋធានី Washington តំបន់ដែលមានអាស៊ីច្រើនជនជាតិអាស៊ីច្រើនហូបចូលចិត្តហូបអង្គ Jasmine Rice បាទហើយភាគច្រើនក៏មានពលរដ្ឋខ្មែររស់នៅជុំវិញនឹងច្រើនដែរដូចជានៅ Virginia នៅ Maryland នៅក្នុង DC យើងមកទល់នៅពេលនេះយើងរកអង្គខ្មែរដែលដាក់លក់នៅលើទីផ្សារនៅក្នុងតំបន់ដែលមានអាស៊ានច្រើននៅក្នុងតំបន់រដ្ឋធានី Washington ហ្នឹងមិនទាន់មានអង្គខ្មែរដែលដាក់លក់ទេកន្លងមកខ្ញុំឃើញលក់ម្ដងប៉ុន្តែបានតែប្រហែលបាវក៏អស់អញ្ចឹងទៅខ្ញុំទិញបានមួយកូនបាវដែរ
Okay. បាទប៉ុន្តែឥឡូវនេះអត់ដើររកអង្គខ្មែររកអត់មានទេយើងព្រោះតែយើងពហិការអង្គតំណែងរបស់សៀមបាទផងហើយដូច្នេះហើយយើងក៏ព្យាយាមដើររកអង្គខ្មែរច្រើន Okay. អត់ដែលបានឥឡូវនេះអត់បានអង្គខ្មែរញ៉ាំទេតើលោកមានកម្រងដែលក្នុងការបញ្ជូនអង្គនឹងទៅលក់នៅទីនោះខ្លះដែរទេ បាទអរគុណ បាទ យើងមានកម្រងជូនទៅគ្រប់ state គ្រាន់តែយើងពិបាកនឹងរកដៃគូដែលទិញពីព្រោះយើងធ្លាប់មិនធ្លាប់ទេយើងកំពុងតែខលទៅគ្រប់ state ហើយពេលខ្លះគេថាដូចខ្ញុំនិយាយអញ្ចឹងគេថាគេមានអង្គច្រើនហើយប៉ុន្តែជាក់ស្ដែងវិញខាងដូចអ្នកដែល view video page follow យើងក៏និយាយដូចមកនិយាយដែរគេថាកន្លែងគេអត់មានកសោះអញ្ចឹងយើងកំពុងតែឆ្លល់បើអញ្ចឹងហេតុអីបានយើងខលទៅ store ផ្សេងៗគេថាគេមានកច្រើនហើយអញ្ចឹងរឿងកយើងអត់ខ្វះទេពីព្រោះយើងអាចនាំចូលតាមកម្រិតណាក៏បានដែរពីព្រោះយើងមានឃ្លាំង2-3ឃ្លាំងសម្រាប់ជួយផ្គត់ផ្គង់ការនាំចូលរបស់យើងព្រោះតែយើងត្រូវការឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាបើថាចង់គ្រប់គ្រងកខ្មែរមិនថាករបស់ខ្ញុំឬក៏អ្នកដទៃបើចូលទៅដល់កន្លែងណាដែលអត់មានប្រាប់គេទៅថាអូខេខ្ញុំចង់បានអង្គខ្មែររំដួលក៏រំដួលហើយអាចប្រាប់ថាមកពីរោងចក្រណាក៏បានប្រាប់ថា Bion Connection តាម page Bion Connection ក៏បាននេះជាការជួយមួយសម្រាប់ពួកខ្ញុំសម្រាប់តាក់ទងទៅដល់ពួកគាត់បានបាទចង់សួរបងអូនចេះថាតើបើសិនជាដូចថាហាងភោជនីយដ្ឋានផ្សេងៗដែលគាត់ឃើញអង្គរបស់បងអូនដាក់លក់អញ្ចឹងហើយគាត់ទេមកផ្ទាល់ដល់ក្រុមហ៊ុនបងអូនហ្មងតើបងអូនអាចនឹងបញ្ជូនផ្ទាល់ទៅឲ្យគាត់ទេឬក៏ត្រូវការពួក distributor ដឹកយកទៅឲ្យគាត់យ៉ាងម៉េចបាទកន្លែងនេះដោយសារក្រុមហ៊ុនយើងតូចយើងមានដៃគូ distribution network ក្នុងដៃគូ distribution network នេះយើងលក់product របស់ឃ្លាំងហើយឃ្លាំងលក់ product របស់យើងអញ្ចឹងមានន័យថាបើ store ណាគាត់ចង់ឲ្យយើងដឹកជញ្ជូនឲ្យ free យើងអាចឲ្យដៃគូយើងជាឃ្លាំងដឹកជញ្ជូនឲ្យប៉ុន្តែគាត់ត្រូវទិញយ៉ាងហោចណាស់ក៏មួយចំនួនប្រហែលតោនដែលអាច free ដឹក free បានបាទដឹក free បាទឧទាហរណ៍ថាឥឡូវមានពលរដ្ឋខ្មែរនៅទីក្រុង Lowell គាត់ចង់បានអង្គហ្នឹងពី North Carolina ទៅតើការដឹកជញ្ជូនបើតែអង្គមួយមុខបងចង់និយាយថាអង្គមួយមុខអត់ទិញអី grocery item អីផ្សេងទៀតបើអង្គមួយមុខបីទិញយ៉ាងហោចណាស់មួយ pallet 2 pallet យើងអាចមួយ pallet ហ្នឹងប្រហែលតោនមួយ pallet គឺ80បាវអានេះ80បាវគឺពី1តោន 2000 pound អូបាទអញ្ចឹងមួយ pallet 1តោន yes 2 pallet 2តោនណាអូខេអញ្ចឹងបើទិញចាប់ពី1 pallet ឡើងលើបានយើងdistribute 1 pallet ឡើងលើយើងអាចសម្រួលពីព្រោះដឹកជញ្ជូនទៅឆ្ងាយវាតាម distance របស់វាក្នុងមួយ pallet មាន80បាវនេះបាទអូខេបាទលោកអ្នកនាងដែលនៅតំបន់ឆ្ងាយហើយចង់ទិញអង្គច្រើនពេលខ្លះយើងអាចចេះទៅប្រមូលលុយគ្នាបាទចែកលុយគ្នាឬក៏ស្រាក់លុយគ្នាទៅដូចថាឥឡូវផ្ទះនេះត្រូវការប្រហែលបាវអញ្ចឹងទៅបាទហើយមិត្តភ័ក្ដិខ្ញុំម្នាក់នៅរដ្ឋនេះដែរគាត់តែទិញអង្គទិញច្រើនគាត់ហូបបាយច្រើនណាបាទទិញម្ដង5បាវ10បាវអីចឹងទៅគាត់ទិញច្រើនគាត់មួយថ្ងៃញ៉ាំតែបាយទេអត់ដែរញ៉ាំស្អីទេបាទអញ្ចឹងបើសិនជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅតាមបណ្ដារដ្ឋផ្សេងដូចជានៅ Long Beach ក្តីមិនដឹងទេឲ្យដឹកទៅដល់ West Coast ទេបាទដឹកទៅដល់កាលីទេយើងអាចទៅកាលីវាឆ្ងាយតិចប៉ុន្តែបើ East Coast នៅក្នុងកាលីយើងដឹកជូនបានដែរប៉ុន្តែគ្រាន់តែវាត្រូវការចំនួនលើបន្តិចលើជាងបាទអញ្ចឹងបងប្អូនដែលនៅ California ក្តីនៅ Lowell ក្តី Philadelphia ក្តីបណ្ដារដ្ឋផ្សេងទៀតក្តីបាទបងប្អូនទិញអង្គការរំដួលបាទដែលពីក្រុមហ៊ុន Bion Connection ចាប់ពី1តោនឡើងទៅគឺគាត់នឹងដឹកជញ្ជូនឲ្យដល់ឥតគិតថ្លៃបាទ1តោនក្នុង1តោនមានប្រហែល80បាវនេះបាទ80បាវនេះអញ្ចឹងអត់មានប៉ុន្មានទេ80បាវបើមនុស្សដូចថា100នាក់ឬក៏80នាក់អញ្ចឹងទិញតែម្នាក់បាវបាន80បាវបាត់ត្រូវទេបាទអញ្ចឹងឧទាហរណ៍ថាបងប្អូនណាដែលចង់បានអង្គហ្នឹងអាច
ប្រមូលលុយគ្នាស្រាក់លុយគ្នាហើយដាក់លុយហ្នឹងទិញទៅដល់ពេលបានអង្គហ្នឹងដឹកយកទៅដល់យើងចែកគ្នាតម្រាំដើមម្នាក់បើទៅក៏ល្អដែរបាទហើយនេះគឺជាចំណុចមួយដែលយើងអាចជួយទិញអង្គខ្មែរយើងដែលនាំចូលមកផ្ទាល់ពីប្រទេសកម្ពុជាហើយក៏ជួយលើកស្ទួយនៅកសិករដែលកំពុងតែផលិតអង្គដាំអង្គដាំស្រូវដាំស្រែនៅក្នុងប្រទេសកម្ពុជាផងដែរបាទបងអូនដនចង់សួរបងអូនបន្ថែមទៀតដែរពាក់ព័ន្ធទៅនឹងអង្គនេះក្រៅពីយើងយកមកលក់នៅអាមេរិកតើមានទីផ្សារផ្សេងទៀតដែរទេដូចជាទៅប្រទេសជប៉ុនក្តីកូរ៉េក្តីទៅអឺរ៉ុបក្តីតើមានអង្គនេះមានចែកចាយទៅខាងប្រទេសអស់នោះដែរទេមិនទាន់ទេយើងមិនទាន់មានចែកចាយទៅដល់ទេផ្សេងទេប៉ុន្តែក្នុងក្រុមហ៊ុនយើងមានដៃគូយើងនៅខាង South America អញ្ចឹងយើងកំពុងតែស្រាវជ្រាវរកបើកផ្លូវចូលទៅខាង South America ដោយខាង Mexico Ecuador Peru យើងកំពុងស្រាវជ្រាវដើម្បីធ្វើម៉េចឲ្យបានអង្គយើងចូលទៅដល់ខាងនោះដែរហើយប៉ុន្តែក្នុងតំបន់អាស៊ីក៏យើងមានដោយការប្រទេសមួយចំនួនហ្វីលីពីនឥណ្ឌូនេស៊ីប្រទេសមួយចំនួនដែលពួកគាត់ import អង្គយើងដែរមិនមែនអង្គយើងនេះទេប៉ុន្តែអង្គប្រេមផ្សេងហើយមិនមែនអង្គរំដួលទេហើយយើងចង់គេថាយើង export excellence right ហើយអង្គរំដួលគឺអង្គចំណោមលេខ1ក្នុងមិនមែនគ្រាន់តែក្នុងស្រុកយើងទេប៉ុន្តែក្នុងពិភពលោកក្នុងការដែលយើងប្រកួតក្នុង World Rice Trader and World Rice competition we win best so that's 7 times so អញ្ចឹងយើងចង់យកអង្គដែលល្អហើយនាំទៅចេញទៅដល់ប្រទេសផ្សេងៗដើម្បីលើកកិត្តិយសជាតិយើងហើយអញ្ចឹងយើងកំពុងខំស្រាវជ្រាវរឿងហ្នឹងដែរបាទបងដនតើអាចបញ្យល់ប្រាប់ទស្សនិកជនដែលកំពុងតែទស្សនានៅកិច្ចសម្ភាសន៍នេះដែរទេថាអ្វីដែលជាឧបសគ្គដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនរបស់បងអូនក្នុងការនាំមកលក់នៅសហរដ្ឋអាមេរិកនេះបាទក្នុងការនាំអង្គចូលការពិតឧបសគ្គអង្គគឺមិនមែនច្រើនទេមិនមានច្រើនទេយ៉ាឧបសគ្គទីសំខាន់គឺយើងមិនទាន់មានការគ្រប់គ្រងច្រើនបាទបងប្អូនមិនទាន់ស្គាល់ហើយដល់ពេលស្គាល់ហើយទីផ្សារដោយទើបថ្ងៃនេះបងបានសម្ភាសយើងហើយយើងបានផ្សព្វផ្សាយផ្ទាល់អញ្ចឹងជាដូចថាជាការទ្រង់ទ្រយធំមួយដែលបានផ្សព្វផ្សាយតាមវិស័យព័ត៌មានហើយយើងមានដូចថាពួកម៉ាមួយចំនួនពួកម៉ាជាដូចថាអ្នកក្លឹបស្គាល់ដូចថាបវរកញ្ញាអតីតបវរកញ្ញាស្រុកខ្មែរយើងអូនស្រីនៅក៏បានជួយផ្សព្វផ្សាយនឹងដែរប៉ុន្តែគាត់ផ្សព្វផ្សាយគាត់ល្បីនៅស្រុកខ្មែរហើយបងតាំងតរាគាត់ល្បីនៅស្រុកអាមេរិកឧបសគ្គទូទៅសម្រាប់នាំចូលផលិតផលខ្មែរគឺខាងmanufacturer មួយចំនួនគាត់កងត្រាផ្ដាច់មុខបាទយើងក្នុងនាមយើងជាក្រុមហ៊ុនខ្មែរដែលចង់ផ្សព្វផ្សាយproduct ខ្មែរយើងមានការពិបាកនាំចូលដែរដល់ពេលមានការកងត្រាផ្ដាច់មុខអញ្ចឹងនេះជាការស្នើខ្ញុំផ្ទាល់ទេបើថាបងប្អូនក្រុមហ៊ុនដែលនៅស្រុកខ្មែរបើអាចបើកចិត្តឲ្យទៅលាយពីព្រោះទីផ្សារស្រុកអាមេរិកមិនមែនគ្រាន់តែ 2-3 រដ្ឋទេរដ្ឋយើង50រដ្ឋហើយធំតលេធំតែងណាស់ឆ្ងាយកន្លែងគ្នាអញ្ចឹងយើងត្រូវការនាំចូលមួយតំបន់ផ្សេងគ្នាអញ្ចឹងអរគុណបាទបងអូនដនចង់សួរបងអូនជាថាការរកស៊ីរបស់បងអូនដែលនាំអង្គចូលមកលក់សហរដ្ឋអាមេរិកអ្នកណាក៏ដឹងដែរថាយើងរកស៊ីយើងចង់បានចំណេញណាយើងចង់ឲ្យក្រុមហ៊ុនយើងរីកចម្រើនតើចក្ខុវិស័យរបស់បងអូនក្រៅតែពីការចង់ចំណេញការចង់ឲ្យរីកចម្រើននេះតើមានអ្វីនៅពីក្រោយនេះថែមទៀតដែរនៅពីក្រោយការចំណេញគឺការភ្ជាប់ការយើងបង្កើតជាស្ពានឲ្យបងប្អូនខ្មែរយើងអ្នកបង្កើតផលឲ្យបានគាត់មានកន្លែងណាទីផ្សារណាដែលគាត់អាចលក់ទៅបាននេះជាគោលដៅធំបំផុតរបស់យើងហើយខ្ញុំគិតថាបងប្អូនខ្មែរយើងមួយណាក៏គិតអញ្ចឹងដែរថាតើសម្រាប់ពួកខ្ញុំដែលខ្ញុំបានមកក្រៅប្រទេសហើយឬក៏បានទៅដល់
កន្លែងដែលដូចថាមានការរស់នៅស្រួលហើយតើខ្ញុំអាចធ្វើអ្វីសម្រាប់ជួយបងប្អូនខ្មែរយ៉ាងវិញនេះគឺគោលដៅដូចជាចក្ខុវិស័យរបស់ពួកយើងធំបំផុតគឺតើយើងអាចនាំចូលហើយយើងអាច promote product ខ្មែរឲ្យគេឃើញថាវាជា product មួយដែលមានគុណភាពដូចប្រទេសដទៃទៀតអត់ហើយក្នុងការ promote ឲ្យមានគុណភាពចឹងហើយយើងអាចជួយដល់សេដ្ឋកិច្ចបងប្អូនខ្មែរយើងដូចអ្នកធ្វើស្រែចម្ការអ្នកផលិតអីផ្សេងៗបានអត់នេះជាការចង់បានរបស់ពួកយើងបាទហើយបងប្អូននឹងស្រាប់ហើយថានៅក្នុងកិច្ចសម្ភាសនេះនឹងមានការមើលច្រើនពីទស្សនិកជនដែលចង់ដឹងអំពីការនាំចូលអង្គរមិនលក់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកតើសម្រាប់អង្គរដែលបងប្អូនកំពុងតែនាំចូលនេះបងប្អូនមានអ្វីលើសពីនេះតែទៀតដែលចង់ឲ្យមហាជនបានដឹងពាក់ព័ន្ធនៅក្នុងការរកស៊ីអង្គររបស់បងប្អូនដែរទេក្រៅពីអង្គរឥឡូវសប្តាហ៍ថ្ងៃយើងក៏បានលក់grocery general grocery item ដោយសារយើងមានឃ្លាំងនៅទីក្រុង Charlotte យើងលក់បង្គាបង្កងមីទឹកត្រីប៉ុន្តែនេះជាផលិតផលអាស៊ីទូទៅទេហើយយើងកំពុងសង្ឃឹមថាបើមានការគ្រប់គ្រងច្រើនសម្រាប់អង្គយើងអាចផ្ដល់ទុនដើម្បីទៅយក product ផ្សេងទៀតមកស្រុកយើងមកអាមេរិកហើយ product ដែលសំខាន់សម្រាប់ខ្ញុំផ្ទាល់គឺត្រីងៀតខ្ញុំពេលដែលខ្ញុំទៅស្រុកខ្មែរproduct dry fish នេះគឺវេចកញ្ចប់មកវិញទាំងអស់អត់អញ្ចឹងពិបាកនឹងការនាំចូលអញ្ចឹងបើយើងអាចដូចថា rice របស់យើងអាចកើនទៅជា well known brand យើងនឹងបើកតលេដើម្បីយក product ផ្សេងទៀតចូលដូចត្រីងៀតហើយនឹង even fruits ផ្លែឈើដែរហើយសម្រាប់ Beyond Connection នេះតើវានឹងមាននិរន្តរភាពរបៀបម៉េចទៅមុខបាទ how does it be consistent forward well we hope យើងសង្ឃឹមថាបងប្អូនក្រោយពីបានឃើញសម្ភារនេះហើយបងប្អូនចាប់ដើមជួយរួមដៃគ្នាជួយគ្រប់គ្រងអង្គយើងហើយក្រុមហ៊ុនយើងហើយដើម្បីឲ្យយើងបានជួយទៅបងប្អូនយើងខាងស្រុកខ្មែរទៀតឲ្យកាន់តែធំទូលាយរួមដៃគ្នាជួយគ្នាទាំងអស់គ្នានេះជាខ្ញុំគិតថានេះជាចលនាដែលយើងទាំងអស់គ្នាគួរតែរួបរวมគ្នាធ្វើដើម្បីប្រទេសជាតិយើងទាំងអស់គ្នាបាទដោយលោកដឹងស្រាប់ហើយថាសប្តាហ៍ថ្ងៃនេះនៅពេលដែលយើងធ្វើពហិការមិនទិញដោយថាទំនិញគ្រឿងកំប៉ុងរបស់ថៃគ្រឿងកំប៉ុងរបស់ថៃកាលមុនអ្នកណាក៏ទិញដែរបាទដូចជាខ្ទិះដូងផលិតផលដូចជាត្រីខកំប៉ុងណាម្រេចឬក៏ផ្សេងទៀតយើងទិញរបស់ថៃច្រើនណាស់ប៉ុន្តែសប្តាហ៍ថ្ងៃនេះសូម្បីតែគ្រួសារខ្ញុំផ្ទាល់គឺយើងអត់បានទិញរបស់ថៃប្រើទៀតទេបាទអត់ទិញរបស់ថៃបើចេះធ្វើទឹកត្រីហ្នឹងធ្វើទឹកត្រីទៀតរបស់វៀតណាមក៏អត់ប្រើដែរព្រោះថ្ងៃនៅប្រើផលិតផលវៀតណាមដោយសារយើងអត់មានជំរឿសសោះនៅក្នុងការប្រើផលិតផលទាំងអស់ហ្នឹងខ្មែរយើងរកទឹកត្រីមកដបលក់នៅក្នុងទីផ្សារអាមេរិកអត់មានទេបាទមានដែរដូចនៅកាលីហ្វ័រញ៉ាអញ្ចឹងទៅនៅពេលដែលយើង order ហ្នឹងមួយអាទិត្យអីបានមកដល់ហ្នឹងតម្លៃហ្នឹង1 គុណ 2នៃទឹកត្រីរបស់វៀតណាមអញ្ចឹងថ្លៃមែនទែនហើយក៏រសជាតិហ្នឹងអត់ដូចទឹកត្រីនៅកពតទេដូចថាអំបិលហ្នឹងដូចសបោអំបិលមិនទេប្រទេសយើងគឺថាដាក់ទឹកត្រីហ្នឹងគឺប្រៃយកតែមែនទែនតែម្ដងបាទដូច្នេះវាថាដូចអត់សូវមានជាតិដូចផលិតផលរបស់ប្រទេសផ្សេងនេះហើយដែលនៅពេលដែលយើងចង់ប្រកួតប្រជែងយើងត្រូវយកផលិតផលរបស់ប្រទេសគេហេតុអីបានជាផលិតផលហ្នឹងវាឆ្ងាញ់តើយើងត្រូវធ្វើម៉េចឲ្យវាឆ្ងាញ់ដូចផលិតផលរបស់គេបានយើងអាចប្រកួតមួយគេបានបើយើងធ្វើទឹកត្រីមកហើយយើងធ្វើទឹកត្រីដល់ប្រៃហើយពិបាកញ៉ាំជាងគេហើយអញ្ចឹងយើងយកមកប្រកួតមួយគេមិនឈ្នះគេមិនអញ្ចឹងទេបាទទី1ទី2ទៀតដូចបញ្ហាខ្ទិះដូងសប្តាហ៍ថ្ងៃនេះខ្ទិះដូងនៅតាមទីផ្សារអត់មានខ្ទិះដូងខ្មែរទេខ្មែរយើងមានចកាដូងច្រើនមិនអញ្ចឹងទេមានចកាដូងច្រើនមានស្អីច្រើនប៉ុន្តែយើងរកតែខ្ទិះដូងមកកំប៉ុងលក់នៅក្នុងទីផ្សារអាមេរិកអត់មានទេបាទទាំងផ្សារអាស៊ីផ្សារហ្នឹងគឺថាទំនិញថៃទំនិញវៀតណាមវាយលុកខ្ទិះបាទរួមទាំងទំនិញរបស់ឥណ្ឌូនេស៊ីម៉ាឡេស៊ី
có bán vay lục khá đai bàn tay mình nè nâng Việt Nam hay nâng thấy là lứa tiếp xa rồi thì anh đang dưng khơi chạy sau đây là ở cái này bà nè na của khơi chẳng đây mình tha nhóm với buộc nhóm chia nè trôi chặt phơm hộp chẳng nhóm trôi chặt tinh kêu xóm kêu đấy nhưng à xa tìnhสำหรับក្រុមហ៊ុនរបស់បងអូនមានចក្ខុវិស័យមានបំណងក្នុងការយកផលិតផលទាំងអស់ហ្នឹងយកមកលក់ដែរទេព្រោះថានេះជាចំណុចសំខាន់បាទ Yeah ដោយសារយើងចង់ធ្វើអញ្ចឹងបានយើងបើកអង្គនៅមុខពីព្រោះអង្គជាអ្វីដែលស្រួលបំផុតសម្រាប់នាំចូលនៅសហរដ្ឋអាមេរិកបាទហើយយើងអត់គិតថាចាំបាច់តែក្រុមហ៊ុនយើងនាំចូលបានតែយើងយកមកបានទេពីព្រោះខ្ញុំចង់មកន័យថាម៉េចមកន័យថាក្នុងអ្នកនាំចូល product ខ្មែរយើងមានចាប់ផ្ដើមមួយចំនួនចាប់ផ្ដើមកើនឡើងហើយបាទអូខេដោយកកន្លែងខ្លះពួកគាត់នាំចូលស្ករត្នោតអូខេកន្លែងខ្លះគាត់នាំចូលអំបិលហើយកន្លែងខ្លះគាត់នាំចូលអំបិលបាទអញ្ចឹងយើងក៏បានតាក់ទងជាមួយក្រុមហ៊ុនផ្សេងៗដែរដើម្បីថាធ្វើម៉េចយើងសហការគ្នាយើងអាចទិញពីគាត់បានហើយជួយមកលក់នៅរដ្ឋយើងក៏បានអញ្ចឹងក្នុងការតែចង់បានផលិតផលខ្មែរយើងមកយើងនឹងសហការជាមួយក្រុមហ៊ុនផ្សេងៗដែលដូចថានាំមុខនៅកន្លែងបណ្ដោះស្តង់ដារខាងដូចថាខាងទឹកត្រីខាងប្រេកខាងស្ករត្នោតអីចឹងយើងអត់ចាំបាច់ក្រុមហ៊ុនមួយធ្វើផ្ដាច់មុខទាំងអស់ទេឲ្យតែយើងស្គាល់គ្នាទៅវិញទៅមកអាចទុកចិត្តគ្នាទៅវិញទៅមកថាក្រុមហ៊ុនទាំងអស់នេះគឺគោលដៅតែមួយគាត់គឺជួយខ្មែរនឹងយើងចាប់ដៃធ្វើការជាមួយគ្នាបានលោកDon Lam មួយទៀតដែរពាក់ព័ន្ធទៅនឹងតម្លៃបាទតម្លៃមានពលរដ្ឋខ្មែរជាច្រើននៅក្នុងសហរដ្ឋអាមេរិកនេះតែងតែលើកឡើងថាអង្គរខ្មែរនឹងលក់ថ្លៃជាងគេសម្រាប់អង្គរតើវាជាការពិតកំណត់ណាហើយអង្គរនេះតម្លៃវាថ្លៃជាងអង្គររបស់ថៃរបស់ប្រទេសផ្សេងៗដែរទេបាទនេះជាមិនការពិតទេខ្ញុំបានមើលសង្កេតមើលអង្គរជាច្រើនមុននឹងខ្ញុំយកអង្គរនេះចូលមកហើយពិសេសដូចយើងមើលអង្គរ Three Lady ជួនកាល25ផោននេះលក់ដល់47ផោន47ដុល្លារទៀតក្នុង store Philippines ហើយ store ផ្សេងទៀតដូច store Africa ឬក៏ store ចិនមួយចំនួនក៏លក់ចិត្ត40ដែរហើយនេះអង្គរយើងលក់បើបងប្អូនទៅមើលកន្លែងបាត់ដំបងក៏លក់តែ30ដុល្លារទេហើយប៉ុន្តែប្រហែលផោនបាទ25ផោនពួកយើងអ្នកនាំចូលយើងមិនកំណត់ price ទេគឺទីផ្សារអ្នកកំណត់ price ចេញផ្សារមួយគេយកមកហើយគេថ្លឹងនឹង product ដែលគេមានស្រាប់ហើយគេថាអូខេ product នេះប្រហែលវានៅតម្លៃនេះគេដាក់អញ្ចឹងមិនមែនក្រុមហ៊ុនលោកជាអ្នកកំណត់ទេបាទមិនមែនជាក្រុមហ៊ុនមិនមែនក្រុមហ៊ុនខ្ញុំឬក៏ក្រុមហ៊ុនអង្គផ្សេងទៀតខ្មែរយើងនាំចូលអ្នកកំណត់ទេពីព្រោះនេះជាទីផ្សារគាត់អ្នកកំណត់បាទយើងអាចមើលជាផុសតាងដែរពីព្រោះយើងអាចទៅផ្សារផ្សេងហើយអង្គខ្មែរយើងតែមួយគេលក់តម្លៃផ្សេងគ្នាបាទបាទអរគុណច្រើនលោក Don Lam ហើយជាចុងក្រោយនេះតើលោកមានអ្វីចង់ផ្ដាំផ្ញើឬក៏ចង់ប្រាប់ទស្សនិកជនអំពីការធ្វើជំនួញអង្គរបស់លោកដោយក្រុមហ៊ុន Bayuan Connection ក្នុងការនាំយកអង្គគេហៅថារំដួលអង្គ Rice នេះមកលក់នៅក្នុងសហរដ្ឋអាមេរិកបាទជាចុងក្រោយខ្ញុំអរគុណជាយ៉ាងច្រើនជ្រាលជ្រៅសម្រាប់បងប្អូនកំពុងមើលហើយបើមានការខ្វះខាតនៅពាក្យសម្ដីពាក្យពេចន៍អីមួយចំនួនខ្ញុំសុំទោសពីព្រោះខ្ញុំជាកូនខ្មែរដែលរស់នៅធំឡើងក្តីនៅស្រុកអាមេរិកទាំងភាសាខ្ញុំនិយាយមិនបានច្បាស់មិនបានល្អច្រើនទេហើយមួយទៀតក៏ខ្ញុំក៏ពិតជាកូនខ្មែរក្រមដែរហើយកូនខ្មែរក្រមដែលស្រឡាញ់ប្រទេសជាតិយើងស្រឡាញ់ប្រទេសខ្មែរយើងហើយចង់ជួយប្រទេសខ្មែរយើងហើយអញ្ចឹងខ្ញុំមានតែសំណងពរបងប្អូនខ្មែរក្រមខ្មែរយើងទាំងអស់គ្នារួមសាមគ្គីគ្នាដើម្បីជួយផ្ដល់កិត្តិយសរបស់ជាតិយើងជួយគ្រប់គ្រងផលិតផលជាតិយើងដើម្បីជួយបងប្អូនខ្មែរយើងដែលកំពុងរស់នៅស្រុកខ្មែរយើងបាទសូមអរគុណច្រើនបាទអរគុណ